ជីវិតប្តីប្រពន្ធរបស់ខ្ញុំដែលបានរៀបការជាមួយគ្នាអស់រយៈពេល5-6 ឆ្នាំនេះរឿងបែបណាក៏យើងធ្លាប់ជួបដែរមិនថាឆ្លោះប្រកែកគ្នាតិចតួចសម្ដីតូចធំអីគឺតែងតែមានในជីវិតប្តីប្រពន្ធណោះប៉ុន្តែមានតែរឿងម្យ៉ាងគត់ដែលគាត់អត់ឲ្យខ្ញុំរឿងមួយហ្នឹងចាគឺខ្ញុំអត់ដែលគិតថាប្តីខ្ញុំលួចលាក់មានស្រីខាងក្រៅតតែសោះតាំងពីចាប់ផ្ដើមស្គាល់គ្នាជាមួយគាត់រហូតដល់មានកូនមួយខ្ញុំមិនដែលគិតថាគាត់មានស្រីឬមួយក៏លួចលាក់ខាងក្រៅអីសោះតតែម្ដងខ្ញុំមិនដឹងថាមកពីខ្ញុំជឿជាក់លើគាត់ឬមួយក៏គាត់ធ្វើឲ្យខ្ញុំទុកចិត្តគឺខ្ញុំអត់ដឹងទេណាប៉ុន្តែខ្ញុំអត់ដែលសង្ស័យកើតចិត្តរឿងគាត់មានស្រីតតែសោះពេលខ្លះខ្ញុំអង្គុយឆ្ងល់តើថាមិនអត់ដែលគិតគាត់ថាមានអ្នកណាឥឡូវបងប្អូនបានអីគិតបើទៅធ្វើការជាមួយគ្នានៅផ្ទះក៏ជាមួយគ្នាមានពេលតែមួយថ្ងៃគត់ដែលយើងអត់បាននៅជាមួយគ្នាដូចជាពេលដែលគាត់ឈប់នៅផ្ទះឬមកក៏ថ្ងៃដែលខ្ញុំឈប់នៅផ្ទះអីចឹងទៅអញ្ចឹងគឺជាពេលវេលាដែលយើងនៅឆ្ងាយពីគ្នាតែមួយថ្ងៃគត់តែបើថាមួយអាទិត្យ7ថ្ងៃគឺជួបមុខគ្នាលើ24ម៉ោងតែម្ដងខ្ញុំធ្លាប់បាននិយាយលេងមួយគាត់ថាបើសិនជាគាត់នៅខ្មែរវិញខ្ញុំប្រហែលជាជួពូម៉ូតូដើម្បីតាមដានគាត់រាល់ថ្ងៃហើយដោយសារតែទុកចិត្តអត់បានតែបើថានៅនេះយើងធ្វើការមួយគ្នានៅតែជាមួយគ្នាទៅពេលចឹងទៅនឹងសង្ស័យគាត់ចន្លោះណាទេរាល់ថ្ងៃនេះពេលខ្លះខ្ញុំក៏អរគុណទេវតាឬមួយក៏ព្រហ្មលិខិតដែរបានចាឲ្យខ្ញុំបានជួបជាមួយនឹងប្តីខ្ញុំដែរទោះបីថាជីវិតប្តីប្រពន្ធរបស់ខ្ញុំអត់មានណាគេល្អអត់ខ្ចោះ perfect ទេប៉ុន្តែពីអ្នកខ្ញុំនៅជាមួយគ្នាពេលខ្លះយើងក៏កែតម្រូវគ្នាទៅតាមថ្ងៃទៅតាមពេលវេលាទៅតាមជាក់ស្ដែងដែរមិនប្រកាសថាមនុស្សតតែល្អអត់ខ្ចោះបណ្នៅមួយគ្នាបានទេការស្រឡាញ់គឺផ្ដើមចេញពីទង្វើរបស់យើងរៀងខ្លួនបើសិនជាអ្នកណាគេខ្វះចន្លោះខ្វះខាតអីគឺមានតែកែតម្រូវគ្នាទៅវិញទៅមកអាហ្នឹងនៅគឺនៅជាមួយគ្នាសុភមង្គលរហូតដល់ចាស់ហ្មងសម្រាប់គូជីវិតរបស់ខ្ញុំធ្វើទៅបិទថាធ្វើការមួយគ្នានៅផ្ទះជាមួយគ្នានិយាយទៅភាគច្រើនគឺនៅក្បែរគ្នាស្ទើរតែ24ម៉ោងក៏ដោយតែនៅតែមានពេលវេលាឆ្លុះប្រកែកគ្នាដែរចុះទម្រាំតើអ្នកនៅឆ្ងាយទម្រាំតើប្តីប្រពន្ធខ្វះការយកចិត្តគ្នាទេមិនដឹងថាឆ្លុះគ្នាបែបណាទៅនេះសម្រាប់តែខ្ញុំនៅចិត្តគ្នាមើលឃើញមុខគ្នាស្ទើរតែគ្រប់វិនាទីផងប៉ុណ្្នឹងហើយគ្រាន់តែថាពីអ្នកខ្ញុំគឺឆ្លុះគ្នាអត់ចេះគុំយូរទេឆ្លោះតែពី3នាទីអញ្ចឹង5នាទីក្រោយមកគឺត្រូវគ្នាវិញហើយដោយសារតើខ្ញុំក៏អត់សូវជាមនុស្សដែរងងច្រើនចង់ឲ្យគេលួងលោមច្រើនគេគឺអត់ទេគ្រាន់តែប្រកែកគ្នាហើយភ្លាមគឺត្រូវគ្នាហើយភ្លាមនៅប្រហែលនាទីមុនក្រោយនឹងគឺថាឆាប់លះហ្មងនិយាយទៅខឹងអត់យូរទេហើយឆ្លោះក៏អត់យូរដែរហើយចំណុចមួយទៀតពីអ្នកប្តីប្រពន្ធខ្ញុំមិនថាមានរឿងតូចធំសំខាន់ឬមួយក៏អត់សំខាន់ទេគឺតែងតែប្រាប់គ្នាទៅវិញទៅមកទោះបីខ្ញុំទិញកៅអៅមួយខោមួយឬមួយក៏របស់សម្ភារៈណាដែលមើលទៅសាមញ្ញធម្មតាតែខ្ញុំតែងតែប្រាប់គាត់ទោះបីថារឿងនោះអត់ចាំបាច់ប្រាប់គាត់តែខ្ញុំនៅតែនិយាយប្រាប់គាត់ពេលយើងការនៅជាសង្សារយើងនៅសួរនាំគ្នាធ្វើអីញ៉ាំបាយនៅយើងសួរនាំគ្នាតែបើថាជាប្តីប្រពន្ធហើយតួយើងបាននៅចិត្តគ្នាមែនប៉ុន្តែយើងអត់ភ្លេចទូនាទីនៅពេលដែលយើងមានការអីតិចតួចអីក៏ដោយក៏យើងចេះប្រាប់គ្នាដែរបើចាំបាច់តើសួរចាំតែពេលដូចការនៅសង្សារអីទៅគឺអត់ទេដឹងហើយមិនថាទោះបីខ្ញុំទិញរបស់របរសុំបីតែកៅអៅមួយក៏ខ្ញុំប្រាប់គាត់ដែរថាបងថ្ងៃនេះអូនបានទិញកៅអៅមួយហើយប្រាប់គាត់ឲ្យគាត់មើលថាស្អាតអត់សួរអីអញ្ចឹងណាដើម្បីនេះក៏ជាតំណែងភាពជិតស្និទ្ធរបស់យើងដែរហើយពេលដែលយើងធ្វើអញ្ចឹងត្រឡប់ទោះបីមានរឿងតូចធំក៏ដោយដែលយើងមានរឿងតូចធំក៏ដោយគាត់ប្រាប់យើងដែរដល់ពេលអញ្ចឹងទៅវាជាទម្លាប់ជារឿងធម្មតាអត់មានរឿងអីលាក់បាំងគ្នាតតែសោះសូម្បីតែកៅអៅក៏យើងដឹងថាថ្ងៃនេះប្តីបានទិញអីប្រពន្ធបានទិញអីអញ្ចឹងត្រង់ចំណុចកន្លែងនេះហើយក៏សំខាន់បញ្ជាក់បានន័យថាពីអ្នកខ្ញុំបានទុកចំណងអាពាហ៍ពិពាហ៍មួយនេះគឺសំខាន់ដល់កម្រិតណាចំពោះគ្នាដែររឿងដែលយើងមានរឿងអីអត់ចេះលាក់គ្នានេះពិតជាល្អមែនតើហើយក៏ជាគំរូល្អមួយដែលឲ្យកូនបានឃើញពីទង្វើដែរមិនចេះលាក់គ្នាជាគ្រួសារតែមួយមានរឿងអីគឺតែងតែប្រាប់គ្នាដល់ពេលចឹងមានរឿងធំប៉ុណ្ណាក៏ដោយក៏គាត់អត់ចេះលាក់ទុកក្នុងចិត្តដែរធ្វើអញ្ចឹងយើងមានរឿងអីចេះដោះស្រាយជាមួយគ្នាពេលមានរឿងអីយើងអត់ចេះលាក់បាំងគ្នាក៏ប៉ុន្តែរឿងការចេញមកពីយើងអត់ចេះប្រាប់គ្នាទៅវិញទៅមកអត់ចេះពិភាក្សាគ្នាដល់ពេលទុកយូរក្នុងចិត្តទៅវាកើតចេញជារឿងតែដល់ពេលណាដែលយើងចេះនិយាយបើកចំហគ្នាទៅអត់ចេះលាក់លៀមគ្នាវាទៅជារឿងធម្មតា
ចាជាស្រ័យឲ្យគ្នាអត់ចេះគុំខឹងគ្នាវិញការនៅម្នាក់ឯងហើយនឹងឥឡូវមានប្តីគឺខុសគ្នាឆ្ងាយដាច់ការយើងនៅម្នាក់ឯងតែងតែចង់បានស្នេហាមួយដែលស្វីតផ្អែមល្ហែមនៅពេលយើងមានសង្សារយើងតែងតែចង់បាននេះបាននោះធ្វើមិនឲ្យគេធ្វើដើម្បីយើងគ្រប់យ៉ាងណាលក្ខណៈថាឲ្យគេតាមលួងតាមត្រស្វីតផ្អែមល្ហែមកដោមកជាហោហាយអីអញ្ចឹងទៅតែនៅពេលណាដែលយើងមានគ្រួសារហើយយើងចាប់ដៃគ្នារស់ស៊ីចាគឺខុសគ្នាដាច់ស្រឡះហ្មងការផ្អែមល្ហែមការស្វីតក៏រៀងកាត់បន្ថយដែរដោយសារតែយើងបែងចែកជាច្រើនជំនាញបើសិនជាយើងមានកូនទៀតគឺភាគច្រើន 90% គឺយើងទៅលើកូនហើយការមើលថែទាំកូនផ្ទះសម្បែងអីហ្នឹងហើយនឹងយើងឆ្លៀតពេកយើងអាចទៅធ្វើការបានទៀតអញ្ចឹងឲ្យបន្ថែជីវិតពេលយើងនៅម្នាក់ឯងនឹងមានគ្រួសារពេលមានគ្រួសារគឺយើងត្រូវមានទំនួលខុសត្រូវខ្ពស់ច្រើនជាងនៅម្នាក់ឯងព្រោះយើងនៅម្នាក់ឯងយើងចាំបាច់គិតខ្វល់អីច្រើនទេធ្វើមកយើងមានតែឯងអញ្ចឹងណាតែបើយើងមានគ្រួសារដៃគូចាគិតតាំងពីប្តីកូនខាងគ្រួសារទាំងសងខាងធ្វើម៉េចឲ្យល្អធ្វើម៉េចថែទាំកូនឲ្យល្អនិយាយទៅយើងត្រូវគិតគ្រប់ជ្រុងជ្រោយតែម្ដងយាយម៉ែមនុស្សស្រីយើងនៅពេលដែលមានគ្រួសារហើយពិតជាហត់កូននឹង10កូននឹង20និយាយទៅហត់ខ្លាំងហ្មងតែខ្ញុំតែងតែនិយាយថាជាយាមមនុស្សស្រីយើងអ្វីដែលយើងអាចឆ្លៀតបានយើងធ្វើហើយសម្រស់ក៏កុំចោលឲ្យសោះកុំប្រែប្រដោយទៅតាមពេលវេលាកុំប្រែប្រដោយទៅតាមការងារដែលយើងរវល់គឺយើងត្រូវឆ្លៀតគ្រប់បែបយ៉ាងមើលកូនធ្វើការផ្ទះសម្បែងថែខ្លួនគឺថាឆ្លៀតគ្រប់បែបយ៉ាងទាំងអស់